សួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងសារព័ត៌មានថ្ងៃនេះគឺខ្ញុំដកស្រង់ចេញអំពី RBC Ukraine បាទនេះគឺជាសារព័ត៌មានដែលទាក់ទងទៅនឹងសង្គ្រាមរវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែនយន្តហោះគ្មានមនុស្សបាកបានធ្វើការវាយប្រហារទិសទាំង5ទៅលើប្រទេសអ៊ុយក្រែនហើយតើអ៊ុយក្រែនបានវាយបកតបទៅវិញនៅការវាយលុកពេញមួយយប់របស់រុស្ស៊ីនោះដោយរបៀបណាដូច្នេះបងប្អូនកុំភ្លេចតាមដានទាំងអស់គ្នានៅយប់ថ្ងៃទី4ខែមិថុនារុស្ស៊ីគឺបានធ្វើការវាយប្រហារទៅលើអ៊ុយក្រែនដោយយន្តហោះគ្មានមនុស្សបាកជាង90គ្រឿងពីទិសទាំង5ហើយកងកម្លាំងការពារអាកាសបានប្រាប់ពីចំនួនយន្តហោះដែលគ្មានមនុស្សបាករបស់សត្រូវបានបំផ្លាញនៅយប់ថ្ងៃទី4ខែមិថុនានោះកងទ័ពរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ុយក្រែនដោយប្រើយន្តហោះគ្មានមនុស្សបាកវាយប្រហារប្រភេទ Shahed ចំនួន95គ្រឿងនិងយន្តហោះគ្មានមនុស្សបាកคล้ายៗផ្សេងជាច្រើនគ្រឿងទៀតហើយការវាយប្រហារនេះផងដែរគឺធ្វើពីទិសដៅផ្សេងគឺដូចជានៅតំបន់ Kursk Oriol Malerovo និង Primorsko-Akhtarsk និង Chadao នៅតំបន់ Crimea ដែលកាន់កាប់ជាបណ្ដោះអាសន្នរបស់រុស្ស៊ីហើយគោលដៅដ៏សំខាន់នោះគឺជាតំបន់ Kharkiv, Sumy, Dnipro, Odessa និងតំបន់ Donetsk បាទនេះគឺជាគោលដៅសំខាន់បំផុតរបស់រុស្ស៊ីដែលប្រើយន្តហោះគ្មានមនុស្សបាកមកវាយប្រហារនោះហើយកងកម្លាំងការពាររបស់អ៊ុយក្រែនបានប្រឆាំងយ៉ាងសកម្មចំពោះការវាយប្រហារតាមអាកាសទាំងអស់នោះកងទ័ពអាកាសប្រឆាំងមីស៊ីលអង្គភាពសង្គ្រាមអេឡិចត្រូនិកនិងក្រុមពន្លត់អគ្គិភ័យចល័តហើយបានបន្សាបយន្តហោះគ្មានមនុស្សបាករបស់សត្រូវបានមួយចំនួនធំទៀតផងហើយបើគិតត្រឹមម៉ោង9ព្រឹកម៉ោងនៅទីក្រុងគៀវការពារដែនអាកាសរបស់អ៊ុយក្រែនគឺបានបំផ្លាញប្រភេទ UAV Shahed ចំនួន61គ្រឿងក្នុងនោះ36គ្រឿងត្រូវបានបាញ់ទម្លាក់ដោយការបាញ់ចំតែម្ដងហើយ25គ្រឿងផ្សេងទៀតគឺបានបាត់បង់ឬត្រូវបានបង្ក្រាបដោយសង្គ្រាមអេឡិចត្រូនិកការវាយប្រហារតាមអាកាសរបស់សត្រូវគឺត្រូវបានគេរាយការណ៍ថាបានកត់ត្រានៅក្នុង7ទីតាំងនៅយប់ថ្ងៃទី4ខែមិថុនានោះការវាយប្រហារពេលយប់ជាមួយនឹងយន្តហោះគ្មានមនុស្សបាករបស់រុស្ស៊ីនៅក្នុងតំបន់ Sumy បានធ្វើឲ្យខូចខាតដល់រោងចក្រមួយកន្លែងគឺជារោងចក្រ Bioethanol និងបណ្ដាលឲ្យមានការខូចខាតនិងកំពប់គ្រឿងម្សៅនោះផងដែរហើយព័ត៌មានបឋមយ៉ាងហោចណាស់គឺមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបាកនោះចំនួន12គ្រឿងដែលបានធ្វើការបំផ្លិចបំផ្លាញទៅលើរោងចក្រនិងតំបន់ផ្សេងហើយក៏មានការផ្ទុះនិងឆាបឆេះនៅតំបន់អូដេសានេះផងដែរហើយកាលពីថ្ងៃទី3កាលពីម្សិលមិញនេះអ៊ុយក្រែនគឺបានបំផ្លាញបានបំផ្ទុះស្ពាននៅតំបន់គ្រីមៀនោះផងដែរគឺជាស្ពានដ៏ធំមួយរបស់រុស្ស៊ីដែលបានកសាងតាំងពីខ្លួនបានកាន់កាប់នៅតំបន់គ្រីមៀនោះតាំងពីឆ្នាំ2014ហើយកាលពីម្សិលមិញគឺខាងកងទ័ពអ៊ុយក្រែននេះបានធ្វើការបំទុះដោយដាក់គ្រាប់បែកដែលមានទម្ងន់រហូតដល់ទៅ1100គីឡូក្រាមហើយបានបំផ្ទុះសសរស្ពានហើយក៏ធ្វើឲ្យមានការខូចខាតយ៉ាងដំណំផងដែរ